សួស្តីអ្នកទាំងអស់គ្នាឥឡូវនេះវីដេអូបន្តរបស់យើងគឺចូលទៅដល់ចំណុច RIP configuration RIP configuration គឺជាតកតងនឹង dynamic route តែវាពាក្យពេញរបស់វាគឺ routing information protocol ដែលវាប្រើសម្រាប់ធ្វើការ share ព័ត៌មានroute table route របស់វាទៅកាន់ router ដទៃនិង learn ពីព័ត៌មាន router ដទៃមកកាន់ខ្លួនវាអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅ configuration ទាំងអស់គ្នាហើយតកតងនឹងវីដេអូនេះដែរខ្ញុំចង់បញ្ជាក់បន្តិចគឺខ្ញុំធ្វើលក្ខណៈបែបសង្ខេបសម្រាប់អ្នកដែលគាត់ធ្លាប់សិក្សានឹងជំនាញ IT ហើយនឹងតកតងនឹងផ្នែក networking អញ្ចឹងចូលទៅ configuration អស់គ្នាឥឡូវចូលទៅ route ធ្វើតាមរយៈ RIP version 2ហើយតកតងនឹង RIP ដែរគឺជាគេថា routing version ចាស់មួយដែរតែច្រើនសម័យនេះគេមិនសូវជាពេញនិយមទេដែលគេពេញនិយមគឺភាគច្រើន OSPF ដោយសារអីដោយសារ RIP ហ្នឹងវាមិនគេថាវាមិន stable ដោយសារតែវាអាចធ្វើតកតងជាមួយនឹង router ហ្នឹងគឺវាអាច maximize របស់ធ្វើការជាលក្ខណៈហៅថាប្រើជា protocol RIP ហ្នឹងបានត្រឹម15ទៅ16 hop នៃឧបករណ៍របស់យើងហើយមួយ hop មានន័យថាតកតងមួយ connection នេះគឺស្មើមួយ connection ត្រង់នេះគឺស្មើមួយ hop អញ្ចឹងបើសិនជាយើងថែម router មួយទៀតត្រង់នេះគឺវា connect មួយទៀតគឺស្មើ2 hop អញ្ចឹងវាទ្រឹស្ដីរបស់វាគឺវាអាច read IP បានត្រឹម15ទៅ16 hop អញ្ចឹងយើងចូលទៅបន្ត config ខ្ញុំវាយ IP របស់ខ្ញុំ 2.1 IP lab 2.0 វាយfull តែម្ដង Enter ហើយមួយទៀតវាយ1.0 no summary no auto summary ហើយបន្តមកទៀតយើងចូលទៅកាន់ router ទី2ហើយ router RIP version 2 IP network 192.168. IP ត្រង់នេះ IP ប្រហែលណា IP.10 0 no auto summary មកទៀតnetwork 192.168.1.0 មួយលើគ្នាហើយបន្តមកទៀតយើងចាប់ផ្ដើមធ្វើការសូត្រង់ចំណុចត្រង់នេះគេមានន័យថាយើង verify នេះមានន័យថាយើងចង់ check មើល comment របស់យើងដែលយើងបាន config ហើយអញ្ចឹងយើងអាចធ្វើការ check បានខ្ញុំក៏អាចធ្វើការ ping ទៅលើ computer ហើយជា so IP កូនេះគឺយើងបាន read ធ្វើ read ត្រង់ចំណុចហើយនេះជា IP ដែលយើង share ទៅហើយមួយទៀតយើងអាចធ្វើការ show IP route ទៅក្នុង RIP យើងមានអក្សរកាត់ដូចពីក្នុងចំណុចត្រង់នេះគឺមានអក្សរកាត់ទៅក្នុង RIP គឺអក្សរ O នេះគឺជា RIP ដែលយើង share ទៅជាមួយគ្នាអូខេអញ្ចឹងយើងសូមួយទៀតយើងដាក់សូ route
rip នេះបន្តមកទៀតគឺយើងធ្វើការ sol ដែរ sol route 192.168.1.1 destination តាម GS G កាប៊ីត0/0ដាក់0នេះគឺមាន connection គ្នាដល់អញ្ចឹងកុំឲ្យរងចាំយូរយើងចូលទៅ ping ទៅលើកុំព្យូទ័រតើវាស្គាល់គ្នាឬអត់អញ្ចឹង ping ឃើញថាវាស្គាល់គ្នាអញ្ចឹងខ្ញុំ ping ពីកុំព្យូទ័រខាងនេះមកវិញអញ្ចឹងមានន័យថាការ config RIP របស់យើងគឺវាបានជោគជ័យហើយចង់បញ្ជាក់តិចតកតងនឹង RIP នេះគឺខ្ញុំគ្រាន់តែចង់មកបង្ហាញជាលក្ខណៈសង្ខេបជូនអ្នកនរគ្នាពីរបៀប config មួយចំនួនហើយជាក់ស្ដែងតកតងមួយនឹងកតកូ RIP នេះគឺឥឡូវសង្ឃថា technology នេះគេលែងប្រើហើយដោយសារវាជា version ចាស់ហើយវាពេលទៅ network យើងមានទំហំធំគឺវាមិនអាចធ្វើវាមិនមានការភាពស្ថិតស្ថេររបស់ទៅលើ network របស់យើងប្រព័ន្ធរបស់យើងទេអញ្ចឹងភាគច្រើនគេប្រើទៅលើ OSPF វិញប៉ុន្តែតកតងនឹងចំណុច OSPF នេះគឺខ្ញុំនឹងធ្វើវីដេអូក្រោយទៀតឲ្យរៀងបានតិចដោយសារបើយើងមិនធ្វើលម្អិតទេគឺប្រើតែ command បែបនេះគឺវាងាយស្រួលទេប៉ុន្តែវាមានតកតងមួយ security តកតងជាមួយនឹងការធ្វើ config ផ្សេងទៀតអញ្ចឹងវីដេអូមួយនេះដែរបើសិនជាមានចំណុចខុសខាតត្រង់ណាសូមខន្តីពីទោសនិងជួបគ្នានៅវីដេអូក្រោយសូមអរគុណ